ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកលេខសោះតែជីផលកូគីពុកកឹមទាំងអស់គ្នាវិធីធ្វើក៏ងាយៗមែនតែនពុកម៉ែបងប្អូនឥឡូវនេះកុំឲ្យចំណាយពេលយូរអញ្ជើញទស្សនាទាំងអស់គ្នាខ្ញុំមានខ្ទឹមសហើយនឹងខ្ញីចិញ្ច្រាំអ៊ីម៉ត់បន្តមកទៀតទឹកស៊ីអ៊ីវខ្ញុំដាក់35ស្លាបព្រាបាយម្រេចកន្លះស្លាបព្រាបាយប្រេងខ្យង6ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាបាយស្ករស25ស្លាបព្រាបាយស្រាសឬក៏ស្រាសូជូខ្ញុំដាក់18ស្លាបព្រាបាយរ៉ូឌីកូ1ស្លាបព្រាបាយម្ទេសហុយធំ5ស្លាបព្រាបាយម្ទេសហុយតូច5ស្លាបព្រាបាយដែរខ្ញុំក៏បន្ថែមប្រេងល្ងបន្តិចហើយនឹងក៏បន្ថែមរ៉ូឌីម៉ន់1ស្លាបព្រាបាយទៀតដែរចុងក្រោយពុកម៉ែបងប្អូនកកូរឈូចាំងខ្ញុំដាក់20ស្លាបព្រាបាយយកគ្រឿងទាំងអស់នឹងកកូរឲ្យសព្វពុកម៉ែបងប្អូនពុកម៉ែបងប្អូនអាចភ្លក់បានតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនគ្រឿងដែលខ្ញុំលាយគឺ3គីឡូសាច់ខ្ញុំចូលរកសាច់ជ្រូកស្មើមុខស្ដើងពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយទៀតវិធីដែលប្រឡាក់សាច់អរគុណច្រើន